មហេសីហួងគួយនៃត្រកូលអ៊ូឡាណាឡាកើតនៅក្នុងត្រកូលសំកិត្តិយសហើយមានគុណធម៌ពេលគង់នៅក្នុងដំណាក់របស់ព្រះអង្គមានគុណសម្បត្តិហើយថ្ងៃនេះបានទទួលកិត្តិយសតាមបញ្ជាព្រះមហាក្សត្រយានីនិងដំឡើងតំណែងជាម្ចាស់ស្ត្រីព្រមទាំងឲ្យព្រះអង្គបានរាជទានត្រាមាសព្រមទាំងសៀវភៅមាស